ស្ដីអ្នកនរគ្នាសម្រាប់អ្នកដែលចង់ print ឯកសារផ្សេងៗជាពិសេសគឺត្រូវ print ប្រកាន់ដៃយកទៅប្រឡងអញ្ចឹងនៅពេលដែលអ្នកនរគ្នាទទួលបាន QR code ប្រភេទនេះQR code ហ្នឹងគឺមានសរសេរឈ្មោះរបស់យើងនៅលើហ្នឹងតែដោយសារខ្ញុំដាក់កាមេរ៉ាមកទៅគឺបញ្ជាក់ណាអញ្ចឹងគឺពិនិត្យមើលឈ្មោះរបស់យើងអញ្ចឹងនៅពេលទទួលបាន QR code ប្រភេទហ្នឹងគឺយើងត្រូវយកទៅ print នៅ 7 ម៉ាតអញ្ចឹងយើងទៅមើលវីដេអូ print ទាំងអស់គ្នាបញ្ជាក់ថា QR ហ្នឹងមានសុពលភាពត្រឹមតែ24 ម៉ោងទេអញ្ចឹងពេលទទួលបានសូមប្រញាប់ទៅ print ឥឡូវយើងបានមកដល់ម៉ាតហើយអ្នកនរគ្នាសូមដើរទៅកាន់ម៉ាស៊ីន print មួយនេះអញ្ចឹងកន្លែងហ្នឹងគឺយើងនឹងឃើញរូបកញ្ចក់សនេះអ្នកនរគ្នាយក QR ដែលទទួលបានមិញហ្នឹងណា QR ហ្នឹងគឺយើងយកទៅកាត់នៅលើកញ្ចក់ហ្នឹងអញ្ចឹងនឹងចេញទម្រង់បែបនេះអ្នកនរគ្នាចុចយកពាក្យកាក់គនិនចុចយកមកហើយនឹង load បែបហ្នឹងអញ្ចឹងយើងអត់សេរីទេយើងយកពាក្យ Core D ហ្នឹងទៀតមកអញ្ចឹងនៅពេលដែលយើងចុចហើយគឺនឹង load តម្លៃលុយ60 ចេនដែលយើងត្រូវបង់ print ហ្នឹងណាអ្នកនរគ្នាតម្លាក់ប្រាក់ចូលទៅក្នុងប្រអប់ចំហហ្នឹងទៅអញ្ចឹងនៅពេលដែលយើងតម្លាក់គឺបន្តមកយើងចូលពាក្យថា print start ណា print start អញ្ចឹងនៅពេលដែលចុចហើយគឺនឹងចាប់ផ្ដើមដំណើរការ print ហើយសម្រាប់กระดาษដែលចេញហ្នឹងគឺចេញនៅខាងក្រោមនេះយើងមកទទួលនៅហ្នឹងណារងចាំបែរជាបន្តិចឯងនឹងចេញមកអញ្ចឹងយើងលុកយកกระดาษហ្នឹងមកបាទបន្តមកទៀតគឺយើងចាប់ផ្ដើមតម្លាក់លុយអាប់ដោយសារមិញដាក់ទៅ100ចេនអញ្ចឹងគឺនៅសល់40ចេននៅត្រង់នេះអញ្ចឹងអ្នកនរគ្នាចុចប៊ូតុងខ្ពស់ហ្នឹងមកបាទអញ្ចឹងនឹងលូតធ្លាក់ប្រាក់មកនៅខាងក្រោមអញ្ចឹងយើងយកលុយអាប់មកគឺប៉ុណ្ណឹងគឺចប់រួចរាល់ហើយអរគុណច្រើនណា